រឿងមហិច្ឆតានាងឌីម៉ាភាគទី6និពន្ធនិងផលិតវីដេអូដោយកញ្ញាហិនសៃឡានាងនួនប្រួយចិត្តជាខ្លាំងព្រោះមិនដឹងថាអាចទៅយកសក់នៃកែវបានដោយរបៀបណាបើនាងស៊ីច័ន្ទកាចដូចជាខ្លាចអញ្ចឹងនោះតើឲ្យខ្ញុំទៅរកសក់នៅណាទៅលោកហើយលងបើសក់វានៅជាប់នៅក្បាលហ្នឹងតើគាត់ធ្វើយ៉ាងម៉េចទៅណោះរីក៏ត្រូវទៅរកនៅក្នុងបន្ទប់ដេកនីកែវតែបើទៅទាំងបែបនេះច្បាស់ជានាងស៊ីច័ន្ទសំពងបាច់ក្បាលជាមិនខាននោះទេនាងនួនគិតហើយគិតទៀតតែដូចជាមិនទទួលបានលទ្ធផលអ្វីសោះឡើយហើយមកអីម៉ែខ្ញុំពីកំមុំទេត្រឡប់ទៅល្អជាងប្រាប់ថារកមិនបានទៅក៏វាចប់ទៅហើយនាងនួនឯងត្រឡប់បកក្បាលត្រឡប់ទៅវិញទេគ្រាន់តែរឿងប៉ុណ្ណឹងសោះឯងក៏ធ្វើឲ្យយើងមិនបានដែរមែនទេពិតជាអត់កំណត់មែនអ្នកនាងខ្ញុំគិតគ្រប់វិធីហើយប៉ុន្តែវាមិនបានផលសោះបានបើឯងមិនចង់ធ្វើទេនោះយើងប្រើអាចយក៏បានដែរគ្រាន់តែរឿងតូចតាចសោះក៏ធ្វើមិនបានមិនបាច់ប្រើអាចយទេអ្នកនាងខ្ញុំធ្វើឲ្យក៏បានដែរកុំឲ្យបែកទ្របអីល្អណាស់នាងនួនបានអញ្ចឹងឯងត្រឡប់ទៅវិញទេចាំបានផ្លែផ្កាចាំឯងត្រឡប់មកវិញលើទេនាងនួនយើងទុកចិត្តលើឯងហើយណាចាអ្នកនាងហើយមិនដឹងជាយ៉ាងណាយ៉ាងណីទេនាងនួនអើយបើមិនលឺផ្ទាល់នឹងតិចទេប៉ាប្រហែលជាមិនជឿអ្នកផ្សេងគេនិយាយទេលោកប៉ាឈប់សើចចំអកឲ្យកូនទៀតទេកូនធំហើយនេះកូនចង់រែកកូនសកលដោយខ្លួនឯងលោកប៉ាកុំខាត់កូនអីនេះតើវាជាណាហេតុអីក៏កូនហ៊ានចំណាយលុយច្រើនទៅលើវាសម្បើម្ល៉េះម្នាក់នេះកូនច្បាស់ណាស់លោកប៉ាចាំតែមើលទេកូនមិនធ្វើឲ្យលោកប៉ាខកចិត្តនោះទេតើគេជាកូនចៅអ្នកណាដែរឪពុកម្ដាយគេប្រកបមុខរបរអីកូនឆាប់ប្រាប់ប៉ាមកប៉ាចង់ដឹងខ្លាំងណាស់លោកប៉ាគិតតែពីលុយនៅកិត្តិយសកូនរកឲ្យលោកប៉ាមិនបាននោះទេព្រោះមនុស្សដែលកូនស្រឡាញ់គឺជាអ្នកក្រខ្សាន់មិនខុសអីពីនិសានប្រមាណនោះទេថាម៉េចនេះឯងកំពុងតែធ្វើអីនឹងឌីម៉ាប៉ាខំប្រើគ្រប់វិធីទាំងអស់ដើម្បីតាមបំបែកឯងចេញពីអាសន្នតែចុងក្រោយឯងចូលក្នុងអន្លង់ចាស់ដដែលប៉ាខកបំណងចំពោះឯងខ្លាំងណាស់ឌីម៉ាលោកប៉ាស្នេហាមិនស្ថិតនៅលើមាសប្រាក់នោះទេម្យ៉ាងទៀតស្នេហាដែលកូនមានចំពោះគេគឺវាធំធេងខ្លាំងណាស់លោកប៉ាបើគេមានឋានៈត្រឹមតែក្មួយឆាយាក៏ប៉ាអស់ចិត្តដែរតែនេះវាអន់ជាងអាសន្នទៅទៀតវាមិនជ្រុលពេកទេអីឌីម៉ាកូនប្រើខួរក្បាលគិតបន្តិចទៅបានទេលោកប៉ាជាមនុស្សចាស់លោកប៉ាមិនយល់ទេបានហើយកូនចង់និយាយអីជាមួយលោកប៉ានោះទេកូនសុំទៅបន្ទប់វិញហើយតើខ្ញុំបានសាងអ្វីទៅហេតុអីក៏កូនមិនតាមគន្លងធម៌បែបនេះឌីម៉ាប៉ាខកបំណងចំពោះកូនខ្លាំងណាស់ហេតុអីក៏កូនធ្វើដាក់ប៉ាបែបនេះនាងនួននៅសំងំចាំមើលផ្ទះនាងស៊ីច័ន្ទទាំងយប់ទាំងថ្ងៃប៉ុន្តែម្ដងនេះនាងនួនមានទឹកមាត់លេបវិញហើយព្រោះនាយកែវកំពុងតែឲ្យប្រពន្ធកាត់សក់ឲ្យកាត់សក់ឲ្យស្រួលបួលណាប្រពន្ធប្រយ័ត្នដាច់តិចបងទៅរឿយហើយបងមើលចាស់ប្តីអូនសង្ហាខ្លាំងណាស់សង្ហាជាងទូកូនទៅទីនចេះតែបញ្ចោបងហើយអូនឯងនេះបងកំពុងតែស៊ីចូលស្រាប់ផងអូននិយាយមែនណាលោកប្តីសង្ឃឹមថាកូនយើងកាត់ទៅរកបងចាស់នេះអូនមានទម្ងន់មែនទេប្រពន្ធឆាប់ប្រាប់បងមកបងចង់ដឹងចម្លើយណាអូនចាបងអូនបាត់រដូវ2ខែហើយនឹងបងរំភើបចិត្តខ្លាំងណាស់ប្រពន្ធសម្លាញ់ពេលនេះបងចិត្តខ្លាយជាឪពុកគេហើយអូនមិនដឹងជាស្អីទេបងបញ្ញាប់យកសត្វទៅដាក់នៅកុំជ័យទេនឹងអាចបានទៅលក់នំសមនេះបាទអូនចាប់ពីថ្ងៃនេះទៅអូនធ្វើតែការងារណាដែលស្រាលទៅបានហើយណាសល់ប្រមាណទុកឲ្យបងជាអ្នករ៉ាប់រងទាំងអស់អូនកុំបារម្ភអីបងឯងនេះពូកែយកចិត្តអូននេះមកពីបងស្រឡាញ់អូននឹងហើយបើអញ្ចឹងបងយកសក់ទៅបោះចោលសិនណាអូនណានឹងអាលបានទៅលក់នំខណៈពេលនោះដែរនាងនួនក៏បានទៅយកសក់ហើយក៏ប្រញាប់ចេញទៅតែម្ដងឲ្យខ្ញុំសុំទោសផងណានាងស៊ីច័ន្ទបើខ្ញុំមិនធ្វើក៏អាចឲ្យវាធ្វើដែរអញ្ចឹងហើយឯងមិនអាចបន្ទោសខ្ញុំបានទេណា
ថ្ងៃនេះសយទោះបីជាមានដាំទុនប្រមាណក៏រលីគ្មានសល់អីដែរអាលបៃនេះមានអីឲ្យខ្ញុំជួយដែរទេលោកស្រីនេះលោកស្រីចូលចិត្តទីនេះដែរមែនទេខ្ញុំនៅផ្ទះអបសុកពេងក៏ចេះតែមកមើលគេមើលអញខ្លះទៅណាលោកតកែមិនជាធំដុំអីនោះទេបាទលោកស្រីបើមានអ្វីឲ្យខ្ញុំជួយលោកស្រីអាចប្រាប់បានណាខ្ញុំរីករាយនឹងជួយលោកស្រីបានទាំងអស់តើជួយខ្ញុំក៏បំណងអ្វីដែរទេលោកតកែអូឲ្យខ្ញុំសុំទោសផងណាលោកតកែដែលសួរអីត្រង់បែបនេះសាច់លោកស្រីសដូចជាមណ្ឌលជែកអញ្ចឹងសូម្បីតែខ្ញុំនេះក៏ខ្ញុំទប់ចិត្តមិនបានដែរសង្ឃឹមថាលោកស្រីមិនស្អប់ខ្ពើមខ្ញុំទេណាខ្ញុំមានប្តីហើយខ្ញុំក៏មិនដែលមានចិត្តផិតក្បត់នឹងគាត់ដែរសូមលោកតកែមេត្តាជួយផ្ដល់កិត្តិយសឲ្យខ្ញុំផងទេឲ្យខ្ញុំសុំទោសផងលោកស្រីខ្ញុំគ្មានបំណងមើងងាយលោកស្រីទេបើអញ្ចឹងខ្ញុំសូមលាសិនហើយណាលោកតកែនេះស្មានតែខ្ញុំល្ងងមែនទេអត្តកែសោះតែសម្បកខ្លួនគ្រាន់បើសិនទៅនាងខាត់ណាគង់មានថ្ងៃមកលុតជង្គង់អង្វរឲ្យយើងជួយទេស្រីមុខលបាញ់ដូចជានាងឯងមិនយូរទេច្បាស់ជាមកឲ្យខ្ញុំជួយហើយពិតជាលឿនតន់ចិត្តមែនអ្នកនាងប្រហែលជាស្រឡាញ់គេខ្លាំងណាស់ហើយមើលទៅនោះឲ្យចាំបន្តិចទៅម៉ែគ្រូខ្ញុំរកចាំថ្ងៃនេះមកយូរហើយនេះម៉ែគ្រូធ្វើយ៉ាងណាក៏បានដែរសូមឲ្យតែឆាប់បំផុតហើយសូមអាបែបងប់ងល់ខ្លាំងងើបក្បាលមករួចណាតើគេឈ្មោះអីទៅអ្នកនាងគាត់ឈ្មោះថាបងកែវយីឈ្មោះដូចជាប្តីនាងស៊ីចាន់ដល់ហើយណោះតែមិនអាចទេព្រោះអ្នកនាងឌីម៉ាគេជាអ្នកមានខ្លាំងណាស់គ្មានថ្ងៃទៅសម្លឹងមើលឃើញនាងកែវនោះទេប្រហែលជាយើងគិតច្រើនពេកហើយមើលទៅនោះនេះម៉ែគ្រូក៏ដល់ណាស់ហើយនឹងប្រញាប់ធ្វើឲ្យឆាប់បានសម្រេចទៅនេះអ្នកនាងរួចហើយអ្នកនាងត្រៀមតែខ្លួនទៅយប់នេះគេច្បាស់ជាទៅរកអ្នកនាងដល់ក្នុងបន្ទប់ហើយនេះគឺជាកន្មួនស្នេហ៍លៀបហើយហៅរកឈ្មោះគេទៅទោះជាឧបសគ្គយ៉ាងណាក៏ទប់គេមិនឈ្នះដែរអរគុណហើយម៉ែគ្រូបើបានផលប៉ិតមែននោះខ្ញុំមិនភ្លេចសន្យាទេនេះបើអញ្ចឹងខ្ញុំលាម៉ែគ្រូទៅវិញហើយទៅចោះតែពេលដែលអស់កមួនស្នេហ៍ហើយអ្នកនាងត្រូវមកជួបខ្ញុំភ្លាមបើមិនចឹងទេបរិះម្នាក់នោះនឹងវិលទៅរកសភាពដើមវិញជាមិនខានទេចាម៉ែគ្រូខ្ញុំដឹងហើយប្រពន្ធសម្លាញ់អូនចូលគេងទៅណាមានពោះមានពងអញ្ចឹងកុំនៅដល់យប់ជ្រៅពេកវាមិនល្អសម្រាប់កូនយើងទេបងឆាប់ចូលគេងទេយប់ហើយណាបងបានអូននៅពាក់កណ្ដាលយប់នាងឌីម៉ាក៏ធ្វើតាមអ្វីដែលម៉ែគ្រូបានប្រាប់ទាំងអស់ធ្វើឲ្យនាយកែវដេកមិនលក់បក់មិនលហើយគិតតែហៅឈ្មោះនាងឌីម៉ាមិនឈប់អូនឌីម៉ាបងនឹកអូនខ្លាំងណាស់បងមិនអាចរស់ដោយគ្មានអូនបានទេអូនឌីម៉ាលោកដីនេះបងកាត់អីនឹងនេះបងយកសັບអាក្រក់តាមមែនទេលេងខ្ញុំទៅនាងកុំមករវល់នឹងខ្ញុំអីហើយមិនបាច់តាមខ្ញុំទៅទេបងកែវនេះបងចង់តាណានឹងយប់ជ្រៅហើយណាបងឆាប់ត្រឡប់មកវិញមកបងកែវមានរឿងអីនឹងកូនហេតុអីក៏កូនយប់អញ្ចឹងហើយចុះកូនប្រសាទៅណាទាំងកដាយប់នឹងហាខ្ញុំក៏មិនដឹងដែរម៉ែនៅសុកគាត់ស្រាប់តែស្ទុះចេញទៅបានទោះខ្ញុំគាត់យ៉ាងណាក៏គាត់មិនស្ដាប់ដែរយីចម្លែកណាស់រដងកូនប្រសាមិនមែនជាមនុស្សអញ្ចឹងនោះទេតែជាគិតធ្វើយ៉ាងម៉េចទៅម៉ែខ្ញុំបារម្ភពីបងកែវខ្លាំងណាស់មិនដឹងថាគាត់ទៅណានោះទេចាំមើលព្រឹកសិនទៅកូនក្រែងកូនប្រសាវាមកវិញកុំគិតច្រើនពេកណាកូនណាព្រោះពេលនេះកូនឯងកំពុងតែមានពោះមានពងផងចាម៉ែសង្ឃឹមថាបងកែវគាត់មិនកាត់អីទៅចាបានចឹងម៉ែទៅសម្រាប់ចាន់ណាម៉ែកូនមិនអីនោះទេកុំគិតច្រើនអីណាកូនឆាប់ចូលដេកទៅណាម៉ែទៅដេកវិញហើយចាម៉ែព្រះអើយបងកែវហេតុអីក៏បងដាច់ចិត្តទៅចាត់អូនហើយនឹងកូនដូចនេះអូនមិនជឿពីចិត្តបងឡើយនាងឌីម៉ាទន្ទឹងរង់ចាំនៃកែវដូចរង់ចាំម៉ែមកពីផ្សារហេតុអីក៏បងកែវមិនឃើញមកអញ្ចឹងហើយនាងនួនយើងចាំរាប់សិបមកហើយនេះអូយសង្ស័យតែមិនមកទេដឹងអ្នកនាងខ្ញុំថាអ្នកនាងទៅសម្រាននៅក្នុងបន្ទប់វិញទៅនាងខ្ញុំងងុយដេកដែរនឹងណាអើយនេះខ្ញុំធ្វើតាមម៉ែគ្រូគាត់ប្រាប់ហើយតែហេតុអីក៏ដូចជាមិនឃើញមានបានផលអីអញ្ចឹងហើយនាងនួនខ្ញុំក៏មិនដឹងដែរអ្នកនាងដឹងត្រឹមតែពេលនេះខ្ញុំងងុយដេកខ្លាំងណាស់
ខ្ញុំសុំអ្នកនាងទៅដេកមុនបានទេយប់នេះឯងមិនចាំបាច់ដេកទេណានាងនួនឯងត្រូវនៅកំដរយើងទល់ភ្លីចាអ្នកនាងដើម្បីសេចក្តីសុខរបស់អ្នកនាងខ្ញុំធ្វើបានតែទាំងអស់នឹង អូនឌីម៉ាបងនឹកអូនខ្លាំងណាស់អូនឌីម៉ាសំណប់ចិត្តបងអើយ បងកែវតែបងផុតបងមករកអូនហើយអូនស្រឡាញ់បងខ្លាំងណាស់បងកែវនាងនួនឯងនៅជត់ដល់ណាទៀតចាប់ទៅដេកទេអើយចាអ្នកនាងផុតទៅហើយនាងនួនអើយបងកែវប្រញាប់ចូលទៅក្នុងបន្ទប់ទៅបងអូនរៀបចំជូនបងជាពិសេសណា បានអូនបងស្រឡាញ់អូនខ្លាំងណាស់បើអញ្ចឹងយើងទៅរកសេចក្តីសុខឲ្យខ្លួនយើងវិញទៅល្អជាង ចាបងសម្លាញ់មកតាមអូនមកបងកែវនេះបងឈប់ស្រឡាញ់អូនហើយមែនទេតើអូនបានធ្វើអ្វីខុសទេហេតុអីក៏បងទៅចោលអូនដូចនេះរហូតដល់ពេលនេះហើយហេតុអីក៏មិនឃើញកូនប្រសាត្រឡប់មកវិញអញ្ចឹងនេះម៉ែចាប់ផ្ដើមសង្ស័យហើយណាមែនហើយម៉ែកាលពីយប់មិញនេះខ្ញុំលើបងកែវគាត់ហៅឈ្មោះអ្នកនាងឌីម៉ាមិនឈប់សោះតើអាចទេម៉ែថាបងកែវគាត់ទៅរកអ្នកនាងឌីម៉ានោះធ្វើចិត្តឲ្យតិចសិនទៅកូនស្រីកុំអាគិតអាក្រក់ទៅលើកូនប្រសាអីណាតែបើរឿងដែលកូនឯងគិតថាវាពិតមែននោះម៉ែថាមានអ្វីមួយមិនប្រក្រតីហើយពេលនេះខ្ញុំគិតអីមិនចេញទេម៉ែដឹងត្រឹមថារងចាប់បងកែវត្រឡប់មកវិញតែប៉ុណ្ណោះម៉ែលើកទឹកចិត្តកូនណាមុនគិតអ្វីធ្វើអ្វីត្រូវគិតពីសុខភាពកូនក្នុងផ្ទៃផងចាម៉ែកូនអរគុណម៉ែហើយដែលនៅក្បែរកូនពេលដែលកូនមានទុក្ខយើងមានតែពីរអ្នកម្ដាយកូនទេម៉ែមិនទុកកូនចោលឡើយណាចាម៉ែនេះអូនទៅក្រៅទៀតហើយមែនទេអូនខាត់ណានៅផ្ទះលេងកើតហើយមែនទេ អូនមានការត្រូវចេញទៅក្រៅជាបន្ទាន់លោកបងនៅទទួលសមាជិកថ្មីកូនស្រីលោកបងទេ ចង់ទៅណាក៏ទៅបងលេងសួរនាំទៀតហើយ លោកប៉ានេះគឺជាបងកែវជាសង្សារថ្មីរបស់កូនបងកែវគាត់ជាលោកប៉ារបស់អូននេះជម្រាបសួរគាត់ទៅបង ជំរាបសួរលោកប៉ាហើយយើងថាលោកប្រុសដូចជាអ្នកបម្រើទូទៅគេហៅទៅព្រោះឯងក៏មិនខុសពីអាសានប្រមាណដែរ លោកប៉ាកុំនាំរឿងមួយថ្ងៃបាត់ទេ បងថាយើងទៅបន្ទប់វិញទៅល្អជាងព្រោះបងមិនចង់ជួបជាមួយមនុស្សផ្សេងទេ ក៏បានដែរបងកែវអូនតាមចិត្តបងនេះ យេមើលវានិយាយចុះគង់មានថ្ងៃគេទាត់ក្បាលចោលទេអានាង ខ្ញុំថាខ្ញុំនៅស្ងៀមទៀតលេងបានហើយម៉ែចុះកូនគិតធ្វើយ៉ាងម៉េចនឹងខ្ញុំស្អប់មនុស្សប្រុសជិះទុកពីណាម៉ែពេលនេះកូនយល់ហើយថាទឹកលុយវាពិតជាសម្លាប់ចិត្តបានមែនម៉ែថាកូនប្រសាច្បាស់ជាត្រូវស្នាយគេហើយកូនគួរតែទៅជួបអ៊ំស្រីឯងម្ដងហើយណាក្រែងគាត់អាចជួយឯងបានខ្ញុំមិនជឿរឿងអស់ហ្នឹងទេម៉ែវាអាស្រ័យទៅលើចិត្តមនុស្សទេអ្នកម៉ែកុំខិតកូនអីកូនគ្រាន់តែចង់ទៅមើលឲ្យឃើញផ្ទាល់ភ្នែករបស់កូនតែប៉ុណ្ណោះ បើកូនសម្រេចថាអញ្ចឹងហើយម៉ែក៏មិនហ៊ានខាត់កូនដែរតែត្រូវមើលថែខ្លួនឯងឲ្យបានល្អផងណាកូនចាម៉ែកូននឹងប្រយ័ត្នខ្លួនឲ្យបានច្រើនម៉ែក៏មិនរាប់ពីកូនអីនេះសូមព្រះតាមថែរក្សាណាកូនហើយបើអាចរំលែកការឈឺចាប់នេះបានម៉ែសុខចិត្តឈឺចាប់ជំនួសកូនហើយ នាងស៊ីច័ន្ទនាងមកទីនេះមានការអីមែនទេឬមួយក៏នាងចង់មកធ្វើការនៅទីនេះវិញខ្ញុំស្វាគមន៍នាងជានិច្ច ខ្ញុំមកតាមប្តីខ្ញុំលោកតកែយកប្តីខ្ញុំទៅលាក់ទុកមែនទេ នេះនាងនិយាយពីរឿងអីហ្នឹងខ្ញុំដូចជាមិនទាន់យល់ទេ អ្នកនាងឌីម៉ាណែនេះខ្ញុំចង់ជួបនាងនៅក្នុងបន្ទប់មែនទេ ណែឈប់សិនណានេះមានន័យថាអាស្អីគេនោះជាប្តីរបស់នាងមែនទេ មែនហើយបើអញ្ចឹងខ្ញុំមិនក្រែងចិត្តទៀតទេព្រោះខ្ញុំជាប្រពន្ធពេញច្បាប់សង្ឃឹមថាលោកតកែមិនរៀងរាខ្ញុំទេនេះ បានបើនាងចង់ចូលទៅនាងចូលទៅចុះខ្ញុំមិនខាត់នាងទេ បងកែវតើបងកំពុងតែធ្វើអីនឹងពិតជាអត់គេខ្មាស់មែនគ្មាន
សុជីវធម៌ខ្លះទេចូលក្នុងបន្ទប់គេចេះគួរទ្វារខ្លះផងទេតែក៏ល្អមកយ៉ាងដែរដែលនាងមិនឃើញរូបភាពបែបនេះបងកែវនេះបងឈប់ស្រឡាញ់អូនហើយមែនទេក្រែងបងធ្លាប់សន្យានឹងអូនហើយមែនទេថាបងមិនពាក់ព័ន្ធជាមួយនឹងស្រីម្នាក់នេះបងភ្លេចសន្យាហើយមែនទេបងកែវបងចាប់ប្រាប់គេទេថាបងជ្រើសយកអ្នកណាបងស្រឡាញ់អូនឌីម៉ាតែម្នាក់គត់ហើយក៏គ្មានថ្ងៃស្រឡាញ់ស្រីផ្សេងទៀតដែរនាងឆាប់ដែរចេញពីបន្ទប់ខ្ញុំទៅហើយកុំចូលមករំខានខ្ញុំទៀតអីព្រោះខ្ញុំកំពុងតែមានសេចក្តីសុខជាមួយអូនឌីម៉ាបងកែវហេតុអីក៏បងនិយាយដូចនេះបងកែវប្តីរបស់ខ្ញុំពេលមុនបាត់ទៅណាហើយមកសិនមិញនឹងថ្ងៃនេះវាមិនដូចគ្នាទេណានាងស៊ីចាន់ហើយបងកែវគឺជារបស់យើងតែម្នាក់គុណយើងគ្មានថ្ងៃឲ្យកូនវិលទៅរកនាងឯងវិញនោះទេបងកែវនេះបងសម្រេចចិត្តច្បាស់ហើយមែនទេបងឆ្លើយប្រាប់អូនមកដើម្បីឲ្យអូនបានកាត់ចិត្តពីបងកន្លងមកខ្ញុំភ្លាត់ស្នៀតដែលខ្ញុំយកនាងមកធ្វើជាប្រពន្ធតែពេលនេះខ្ញុំបានជួបនារីដែលខ្ញុំស្រឡាញ់ពិតប្រាកដហើយក៏គ្មានថ្ងៃប្រែចិត្តដែរនាងស្ដាប់ឮហើយមែនទេនាងស៊ីចាន់ម្ដងនេះចម្លើយច្បាស់ការហើយណាបានខ្ញុំមិននៅរំខានបងទៀតទេសោកបងរត់នៅជាមួយមនុស្សដែលបងស្រឡាញ់ឲ្យមានសុភមង្គលចាស់បងកែវបងស្ដាយក្រោយមែនទេអត់ទេមានតែអូនម្នាក់គឺបងគ្រប់គ្រាន់ហើយបងមិនចង់បានអ្វីទៀតទេនាងស៊ីចាន់ហេតុអីក៏ឯងនៅទីនេះអញ្ចឹងហ៎ឯងសប្បាយចិត្តណាស់មែនទេនាងនួនខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយឯងទៀតទេសម័យនេះអ្នកមានលុយមានអំណាចតែតែឈ្នះជានិញហើយឯងនេះចង់បន្ទោសខ្ញុំតែម្នាក់ក៏មិនបានដែរព្រោះគ្រប់យ៉ាងខ្ញុំធ្វើតាមអ្នកនាងបញ្ជាតែទាំងអស់ហ្នឹងបានចិត្តឯងព្យាយាមធ្វើបន្តទៀតចាស់ព្រោះតែលុយឯងធ្វើបានតែទាំងអស់ហ្នឹងលោកប៉ាចូលមកក្នុងបន្ទប់ខ្ញុំធ្វើអីទេខ្ញុំត្រូវការពេលផ្ទាល់ខ្លួនណាលោកប៉ាអាកែវឯងចេញទៅសិនទៅយើងចង់និយាយជាមួយកូនស្រីយើងតែពីរនាក់បានតាមស្រួលចុះខ្ញុំសុំទៅក្រៅសិនហើយលោកប៉ាមានអីក៏ចាំនិយាយមកក៏នឹងបានសម្រេចប៉ាគ្មានអ្វីច្រើនជាមួយនឹងឯងទេតែប៉ាវាទឹះចិត្តពេកព្រោះសំបីតែប្តីគេក៏ឯងមិនលើកលែងដែរឯងធ្វើបែបនេះតើសមនឹងមុខមាត់វងតកូលយើងដែរទេខ្ញុំមិនខ្វល់ពីមនុស្សមាត់ចាក់មាត់ព្រាបទេលោកប៉ាសំខាន់កូនរស់នៅមានក្តីសុខតែប៉ុណ្ណោះតែប៉ាខ្វល់ព្រោះប៉ាមានកូនស្រីតែម្នាក់ទេតែពេលនេះកូនធ្វើឲ្យប៉ាខូចចិត្តខ្លាំងណាស់ថាកាយឆៃខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោកនាងចេញទៅសិនទៅខ្ញុំមានភ្ញៀវបន្តិចមានការអីជាមួយខ្ញុំមែនទេលោកស្រីគឺថាថ្ងៃនេះខ្ញុំចាញ់អស់លុយច្រើនណាស់តែចង់មកខ្ចីលុយលោកតកែខ្លះដើម្បីយកទៅស្រង់ដើមគ្មានបញ្ហាទេលោកស្រីឲ្យតែលោកស្រីហាស្ដីតែមួយម៉ាត់ខ្ញុំឲ្យភ្លាមអញ្ចឹងលោកតកែឲ្យខ្ញុំខ្ចីលុយ$2,000សិនបានទេប្រហែលជា10ថ្ងៃក្រោយខ្ញុំនឹងយកមកសងលោកភ្លាមណាលោកស្រីគឺជាមនុស្សចិត្តក្តៅមែនខ្ញុំចូលចិត្តណាស់បានខ្ញុំយល់ព្រមពីសំណើរបស់លោកស្រីទៅចុះខ្ញុំអរគុណឲ្យលោកតកែតែប៉ុណ្ណឹងខ្ញុំមានដើមយកទៅស្រង់ដើមវិញហើយត្រឹមតែ$2,000វាជាកំតិចលុយខ្ញុំតែប៉ុណ្ណោះបើលោកស្រីចង់ខ្ចីលើសពីនឹងក៏ខ្ញុំឲ្យបានដែរបានហើយលោកតកែខ្ញុំគ្រប់គ្រាន់ហើយបានអញ្ចឹងខ្ញុំសុំទៅខាងក្នុងសិនហើយណាសូមអញ្ជើញលោកស្រីម៉ែកូនឆាចាប់ណាពេលនេះបកកែគាត់លេងត្រឡប់មកវិញហើយម៉ែកុំយំអីកូនម៉ែនៅខាងកូនជានិញហើយចុះកូនប្រសាគេថាយ៉ាងម៉េចខ្លះទៅកូនគាត់គ្មានសំណោះខ្ញុំសំបីតែបន្តិចហើយថែមទាំងថាឲ្យខ្ញុំដូចជាសត្វធានអញ្ចឹងហើយម៉ែថាកូនប្រសាច្បាស់ជាត្រូវស្នេហ៍គេហើយកូនត្រូវប្រញាប់ទៅផ្ទះអ៊ំស្រីឯងជាដាច់ខាតណាខ្ញុំអស់ចិត្តហើយម៉ែបើចរិតមនុស្សគេចង់បដូរទៅហើយនោះទោះ
ោះជាយើងទៅរកគ្រូណាក៏គេគ្មានថ្ងៃត្រឡប់មកវិញដែរតែកូនត្រូវទៅជាមួយម៉ែឲ្យម៉ែអស់ចិត្តសិនទៅបានទេជឿម៉ែម្ដងទៅណាកូនអញ្ចឹងក៏បានដែរម៉ែចង់ម៉ែចង់ទៅនៅពេលណាដែរទេយើងចេញទៅឥឡូវនឹងទៅកូនតាន់ក្តៅចិនសូមរងចាំទស្សនានៅភាគបន្តសូមអរគុណរាំងប្រពន្ធពីកានិពន្ធនិងផលិតវីដេអូដល់កញ្ញាហិនសិលាសួស្ដីពនាងហងអូយមើលចាស់គួរអាណិតខ្លាំងណាស់មកមាត់ស្អាតបាតដូចជាពនាងអញ្ចឹងមិនសមណាស់ពីការជើងទាំងវ័យក្មេងបែបនេះសោះនេះមកទេនេះមានការអ្វីទេបើគ្មានការសំខាន់ទេខ្ញុំមិននិយាយជាមួយទេនេះមានតែហើយសំខាន់ទៀតផងគឺខ្ញុំមករកបងមេត្រីខ្ញុំនេះណានឹកអើយសែននឹកខ្លាំងណាស់តើបងមេត្រីគាត់នៅផ្ទះដែរទេបងមេត្រីមិននៅផ្ទះទេហើយថ្ងៃក្រោយនាងក៏មិនចាំបាច់មកផ្ទះនេះដែរព្រោះខ្ញុំមិនស្វាគមន៍មនុស្សដូចជានាងទេខ្ញុំគឺជាគូស្នេហ៍ថ្មោងថ្មីរបស់បងមេត្រីហើយចុះនាងជាអ្នកណាទៅជាប្អូនស្រីឬក៏ជាអ្នកសុំស្នាក់អាស្រ័យទេឬមួយក៏ណែជាអ្នកបម្រើដូចជានាងម្នាក់នោះដែរគឺជាប្រពន្ធមិនមែនជាស្រីមរៀមរៀលដើរតាមចាំផ្លូវដូចជាអ្នកខ្លះនោះទេស្លៀកពាក់ដូចជាស្រីអូតេអញ្ចឹងហាជាប្រពន្ធនេះអូស្លាប់ហើយពនាងហងបាក់ស្លាមគួរឲ្យសង្វេគពិតមែនហើយខ្ញុំនេះណាពិតជាអាណិតបងមេត្រីខ្លាំងណាស់មិនគួរណាមកយកប្រពន្ធពីការជើងបែបនេះសោះអ្នកនាងចូលក្នុងផ្ទះវិញទៅកុំតែស្ដាប់ឆ្កែព្រៃកំពុងតែព្រុសអីឆាប់ចេញឲ្យឆ្ងាយទៅស្រីមុខក្រាស់ថ្ងៃក្រោយណាឲ្យចេះប្រមាណខ្លួនឯងផងទៅនាងខ្ញុំគិតថានាងគួរអាណិតខ្លួនឯងវិញទៅល្អជាងមុខមាត់រាងកាយស្អាតបាតទាំងព្រមតែគ្មានសមត្ថភាពរកប្តីមួយម្នាក់ឯងចូលចិត្តតែដាស់ដណ្ដាប់ប្តីរបស់គេមនុស្សបែបនេះគេហៅថាមនុស្សអន់យេពីការជើងហើយនៅសម្ដីថ្លោះទៀតនាងហងបាក់ស្លាមបើឯងខ្លាំងហើយពូកែមេនោះសុំថែរក្សាគ្រួសាររបស់ឯងឲ្យវាបានគង់វង្សទៅប្រយ័ត្នតែត្រូវប្តីបោកបង់ចោលនៅថ្ងៃណាមួយខ្ញុំនឹកសើចអាយះមាត់តែម្ដងហើយឆាប់ចេញឲ្យឆ្ងាយទៅមីស្រីសោភីនីយើងនេះមិនក្រែងឯងទៀតទេនាងឯងកុំចង់ខ្លាំងជាមួយយើងអូយមីកញ្ជះគេមីកញ្ជះដាច់ថ្លៃមីស្រីរកចិននេះឯងឈួតហើយមែនទេបើមិនពេញចិត្តទេយើងនឹងទៅយកទឹកមកជិះលើក្បាលឯងទៀតដើម្បីកុំឲ្យឯងនេះវាចង្រៃដល់ផ្ទះរបស់ច្បាយរបស់យើងណាយើងទៅក៏បានដែរចាំមើលទៅណាយើងនឹងទៅប្តឹងបងមេត្រីឲ្យដេញក្បាលពួកឯងចោលជាមិនខានទេនេះប្រពន្ធដាំខ្វិនជើងអ្នកនាងកាត់អីដែរទេកុំយកសម្ដីរបស់វាមកគិតក្នុងចិត្តអីណាអ្នកនាងខ្ញុំពិតជាហត់ចិត្តខ្លាំងណាស់ខ្ញុំមិនចង់រស់នៅទីនេះទៀតទេបងបួខ្ញុំចង់តែរស់នៅជាមួយនឹងអាទាវិញល្អជាងអ្នកនាងកុំគិតអីឆាវពេកខ្ញុំយល់ពីចិត្តរបស់អ្នកនាងណាច្បាយល្អរបស់ខ្ញុំអរគុណបងបួហើយដែលយល់ពីចិត្តខ្ញុំឆាប់នាំខ្ញុំទៅបន្ទប់វិញទេខ្ញុំចង់សម្រាកចាអ្នកនាងហើយអាណិតអ្នកនាងណាស់នៅមិននៅត្រូវគេមកជេរស្ដីដល់មុខផ្ទះទៀតនឹកឡើងក្តៅចិត្តជំនួសមែនទេនៅទីនេះទេសភាពល្អស្អាតណាស់ចម្លែកតើអូនធ្វើមុខកញ្ញើដូចក្រសក់អញ្ចឹងអូនខាងនឹងបងរឿងអីមែនទេហើយខូចអារម្មណ៍អស់ហើយហេតុអីក៏អូនមិនយល់ចិត្តបងអញ្ចឹងបងបួបងចេញទៅសិនទេខ្ញុំចង់និយាយរឿងផ្ទាល់ខ្លួនបន្តិចបើខ្ញុំមិនហាច់ទេកុំចូលមកឲ្យសិនណាចាអ្នកនាងតាមសម្រួលចោះហើយច្បាស់ជាមានរឿងធំជាមិនខាននោះទេមានរឿងអីទៅអូនរឿងល្អឬក៏រឿងអាក្រក់ទៅបងធ្វើអីក៏ដឹងខ្លួនឯងហើយមិនចាំបាច់ឲ្យខ្ញុំនិយាយទេព្រោះនិយាយច្រើនវាខុសច្រើនព្រះហើយបងមិនដឹងពិតមែនណាតើរឿងអីទៅអូនបងមេត្រីបងនៅស្រឡាញ់អូនដែរទេបងធុញទ្រាន់នឹងអូនមែនទេបើសិនជាបងអស់ចិត្តហើយនោះពួកយើងលែងលះគ្នាទេកុំឲ្យអូនមានអារម្មណ៍ឈឺចាប់ជាងនេះអីនេះអូននិយាយអីចេញមកមានដឹងខ្លួនទេអវីតាអូនគឺជាប្រពន្ធពេញច្បាប់របស់បងទោះជាមានឧបសគ្គធំយ៉ាងណាក៏បងមិនបោះបង់ចាស់អូនដែរកុំគិតច្រើនពេកអូនតែបងក្បត់ចិត្តអូនបងភ្លេចពាក្យសន្យាអស់ហើយបងមិនអាចឲ្យស្រីផ្សេងមកចេះស្ដីឲ្យអូនដល់ក្នុងផ្ទះហើយមិនមែនតែម្នាក់ទេគឺច្រើនអ្នកមកហើយអូនឈើចិត្តស្ទើរតែស្លាប់ទៅហើយណែទោះបីជាអូនពិការជើងក៏ពិតមែនតែអូនមានបេះដូងរបស់អូនក៏ចេះឈឺចាប់ដែរវីតាហេតុអីក៏អូនមិនដែលប្រាប់បងពីរឿងនេះអញ្ចឹងបងសោកស្ដាយខ្លាំងណាស់វីតាអូនស្ដាប់បងណាស្រីសេទាំងអស់នោះគឺបងស៊ីនំឲ្យលុយទេបងមិនដែលស្ម័គ្រស្មោះជាមួយពួកគេទេសូមអូនជួយចិត្តបងផងទៅបងគឺជាមនុស្សប្រុសព្រិននារីបំផុតមានមួយមិនចេះស្គមមាន10ក៏មិនចេះស្គាល់ផិតក្បន់សាហាយស្មន់នៅនឹងមុខស្រស់
ខ្ញុំខ្ពើមរអាំខ្លួនឯងខ្លាំងណាស់ ប្រពន្ធសំឡាញ់ប្តីដឹងខុសហើយមកពីមួយរយៈនេះបង stress ខ្លាំងពេកគិតអីក៏មិនចេញម្យ៉ាងទៀតការងារក៏មានបញ្ហាទៀតហើយទើបបងចេញទៅក្រៅដើម្បីបន្ធូរអារម្មណ៍ខ្លះណា បានហើយខ្ញុំមិនចង់ស្ដាប់ពាក្យលួងលោមរបស់បងទៀតទេបងបួរខ្ញុំចង់ទៅផ្ទះវិញចំណែករឿងផ្សេងទៀតនោះទៅជួបគ្នានៅតុលាការតែអ្នកនាងធ្វើចិត្តឲ្យតិចសិនទៅពេលនេះអ្នកនាងកំពុងតែខឹងកុំអាសម្រេចចិត្តលឿនពេកអីណាខ្ញុំលែងត្រង់ទៀតហើយបងបួរឆាប់នាំខ្ញុំទៅផ្ទះវិញទេខ្ញុំចង់សម្រាកចាអ្នកនាងលោកប្រុសហាកុំចោះចាញ់ណាអ្នកនាងស្រឡាញ់លោកប្រុសខ្លាំងណាស់ក៏ប៉ុន្តែមិនសមមិញនេះស្រីស្នេហ៍លោកប្រុសលេងឈុតធំសម្បើមខ្លាំងណាស់ ខ្ញុំអរគុណហើយបងបូដែលបានប្រាប់ខ្ញុំនឹងយកឈ្នះចិត្តអូនវីតាឲ្យបានអាមួយអាកូនស្រីសម្លាញ់របស់អាទាអូសុំទោសណាដែលទុកឲ្យលឺរស់នៅទីនេះតែម្នាក់ឯងអូសុំទោសមែនណាអូខប់បំណងលឺខ្លាំងណាស់អាទីតូចអូឡើងទុកចិត្តលឺទៀតហើយតោះអាមួយរៀបចំអីវ៉ាន់ទៅកំនៅអាឡ័យគេធ្វើអី ចាអត់ទេបងបូរៀបចំអីវ៉ាន់រួចរាល់អស់ហើយយើងប្រញាប់ចេញពីទីនេះទេអ្នកនាងសម្រេចចិត្តច្បាស់ហើយមែនទេខ្ញុំនេះមិនចង់ឲ្យអ្នកនាងទៅនោះទេខ្ញុំសម្រេចចិត្តច្បាស់ហើយខ្ញុំក៏មិនមកជន់នៅផ្ទះនេះទៀតដែរអូយមីស្រីចង្រៃនោះមកទៀតហើយមកតន់សភាពការល្អខ្លាំងណាស់អាយ៉ាលើកតបទៅវិញហើយមែនទេប៉នាងហងជូនពរកុំត្រឡប់មកវិញទៀតណា អូយស្លូតអញ្ចឹងអីតែមិនរួចជាមួយនឹងខ្ញុំនោះទេនាងអើយបាញ់ចិត្តនាងហើយមែនទេសូមជ័យរស់នៅឲ្យមានក្តីសុខចាស់តែប្រយ័ត្នស៊ីទ្រព្យសម្បត្តិនៅក្នុងផ្ទះនេះមិនបានទេកុំព្រួយអីអ្នកបងចាំខ្ញុំជួយមើលថែបងមេត្រីជំនួសអ្នកបងណាព្រោះថាយើងទៅពីរនាក់នេះស្រឡាញ់គ្នាខ្លាំងណាស់ ឈប់និយាយភ្លាមទៅសុភានាងគ្មានសិទ្ធិនៅក្នុងផ្ទះនេះនោះទេចេញទៅ ចាអ្នកបងនៅចាំអីទីនឬមួយក៏ស្ដាយសំណោះនៅទីនេះស្លាប់ហើយឬមួយក៏អាឡ័យក្លិនប្តីមែនទេ កុំភ្លេចទៅជួបគ្នានៅតុលាការផងណាលោកមេត្រីខ្ញុំរងចាំលោកនៅទីនោះ ទេបងមិនលែងទេទោះវីបងដល់ស្លាប់ទៀតក៏បងមិនព្រមលែងដែរអូនមីតាកុំទៅចោលបងបានទេប្តីដឹងខុសហើយអូន មីស្រីចង្រៃកុំឲ្យដល់វេនជើងម្ដងឲ្យសោះណាលោកប្រុសហាកុំភ្លេចទៅរកអ្នកនាងផងណាតែបាត់តែនាងបំរែនៅផ្ដាំផ្ញើអីសម្បើម្លេះហ៎បងសម្លាញ់កុំពិបាកចិត្តពេកណាចាំអូននៅកំដរបងគ្រាន់នឹងបានជាគ្នាចង់ផឹកចង់ក្លែមអីនោះអូនបំរើបងគ្រប់យ៉ាងទាំងអស់ណាបងសម្លាញ់ណា កុំមករវល់នឹងខ្ញុំអីនាងចង់ទៅណាក៏ទៅចេញទៅខ្ញុំមិនត្រូវការមនុស្សស្រីដូចនាងទេ ធ្វើចិត្តឲ្យតិចសិនទេបងសម្លាញ់យប់នេះអូននៅកំដរបងពេញមួយយប់ណាអូនធានាថាបងនៅបានរំសាយចិត្តជាមិនខាននោះទេយើងទៅរំលឹកអនុស្សាវរីយ៍ជាមួយគ្នាទៅល្អទេបងសម្លាញ់ ទេនាងមិនអាចនៅទីនេះបានទេឆាប់ចេញទៅខ្ញុំមិនត្រូវការនាងទេចេញទៅខ្ញុំចង់នៅម្នាក់ឯង អូនមិនទៅណាទាំងអស់ហើយអូននឹងចូលនៅត្រង់នេះរហូតដល់បងទទួលយកអូនជំនួសនាងម្នាក់នោះ បើចឹងក៏តាមចិត្តនាងទៅតែខ្ញុំប្រាប់នាងថាគ្មាននារីណាម្នាក់មកជំនួសតំណែងភរិយាខ្ញុំបានឡើយព្រោះថាខ្ញុំមិនព្រមលះជាមួយប្រពន្ធខ្ញុំឡើយសង្ឃឹមថានាងមិននៅខាតពេលជាមួយខ្ញុំទេណា គឺមានតែក្នុងរឿងកុនប៉ុណ្ណោះដែលតួឯកប្រុងទ្រាំស្រឡាញ់ស្រីពិការតែខាងក្រៅសាច់រឿងណាគឺគ្មានទេ មានគឺខ្ញុំនេះហើយខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំខ្លាំងណាស់ទោះបីជានាងពិការជើងក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់នាងគ្មានប្រែអស់តួនាទីរបស់នាងហើយឆាប់ចេញពីផ្ទះខ្ញុំទៅ ទៅហើយមិនចាំបាច់ដេញទេចង្រៃយកខំជីកកាត់ពីណាពីណីមកចង់ក្រោយស៊ីមបលអើយលាហើយប្រោះត្រឹមទេខ្ញុំមិនខាត់ពេកជាមួយនោះទេ មួយរយៈក្រោយមកនារីតាក៏បានជួលគ្រូពេទ្យម្នាក់យ៉ាងស្ទាត់ជំនាញដើម្បីមកព្យាបាលជើងរបស់នាង បងសុំត្រេកអរផងអូនវិតាជើងរបស់អូននឹងអាចដើរបានឆាប់ៗនេះហើយ ប៉ិតមែនទេបងពេនខ្ញុំសប្បាយចិត្តខ្លាំងណាស់តែបំផុតជើងរបស់ខ្ញុំអាចដើរបានហើយ អញ្ចឹងអូនត្រូវព្យាយាមដើរលើស្មៅឲ្យបានច្រើនណាដើម្បីធ្វើចលនាជើងឲ្យបានច្រើន ខ្ញុំសប្បាយចិត្តណាស់អ្នកនាងអញ្ចឹងខ្ញុំយកដំណឹងនេះទៅជម្រាបលោកប្រុសមេត្រីសិនកុំប្រាប់គេអីណាបងបួខ្ញុំមិនចង់លើឈ្មោះគេទៀតទេពេលនេះគេប្រហែលជាមានក្តីសុខជាមួយនឹងដៃគូថ្មីគេទៅហើយតែគេមិនដែលមកទីនេះសោះអ្នកនាងបានហើយខ្ញុំកំពុងតែកាត់ចិនហើយខ្ញុំក៏សប្បាយចិត្តដែលជើងរបស់ខ្ញុំដើរវិញបានដែរ អញ្ចឹងអូនត្រូវព្យាយាមដើរលើស្មៅឲ្យបានច្រើនណាដើម្បីធ្វើចលនាជើងឲ្យបានច្រើន
ចាបងពេនខ្ញុំអរគុណហើយដែលបងពេនមើលថែខ្ញុំបានយ៉ាងល្អនោះអាទេខ្ញុំអាចដើរបានវិញហើយខ្ញុំលែងអង្គុយលើរទេះរុញទៀតហើយ ដើរទឹកទៅតែមួយប្រយ័ត្នដូនណាកូនអរគុណច្រើនអាគ្រូពេទ្យដែលបានជួយមើលថែកូនស្រីអដល់ផ្ទះបែបនេះ ខ្ញុំពេញចិត្តណាស់បាទបើអូនវីតាមិនយល់ទាស់ទេខ្ញុំសូមមើលថែអូនមួយជីវិតបានទេ គេខ្ញុំមិនចង់គិតរឿងហ្នឹងទេព្រោះអីរឿងប្តីប្រពន្ធខ្ញុំនៅមិនទាន់ដាច់ស្រេចនោះទេណា ខ្ញុំនឹងរកចាំចម្លើយចេញពីមាត់របស់អូនណាកុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំអីលោកគ្រូពេទ្យប្រយ័ត្នឡើងរកាដៃទៅមនុស្សស្រីនៅទំនេរពេញមួយប្រទេសហេតុអីក៏លោកគ្រូពេទ្យមើលមិនឃើញមិនក៏មើលឃើញតែប្រពន្ធខ្ញុំអញ្ចឹងបន្តិចទៀតអូនវីតានឹងលែងលះជាមួយលោកហើយព្រោះលោកគឺជាប្តីដែលអាត្មានិយមបំផុតចាប់ពីថ្ងៃនេះតទៅខ្ញុំមិនព្រមឲ្យលោកធ្វើបាបចិត្តអូនវីតាបានទៀតទេសំខាន់ខ្ញុំខុសហើយចេះកែខ្លួនហើយខ្ញុំក៏ស្គាល់ចិត្តប្រពន្ធខ្ញុំច្បាស់ណាស់ថាយើងទាំងពីរនាក់គ្មានថ្ងៃលែងដៃគ្នាជាដាច់ខាត បានហើយចុះប្រកាសគ្នាទេខ្ញុំងងឹតមុខខ្លាំងណាស់បងបូជួយខ្ញុំផងអូយដើរមួយណាអ្នកនាងលោកប្រមេត្រីខាងនេះឲ្យឆាប់ឡើង ចាំបងជួយគ្រាអូនទៅផ្ទះណាមកអូនដើរតិចណា អេលោកពេទ្យវាជាទួនាទីរបស់ខ្ញុំទេតោះអូនសម្លាញ់ដើរជាមួយគ្នាណា ផ្ដេសផ្ដាស់ណាស់លោកនេះខ្ញុំមិនចិត្តតន់ងាយទេណាប្រាប់ឲ្យដឹងទេ សម្រាប់ឲ្យបានច្រើនណាស់អូនបាននៅទីនេះហើយអូនក៏មិនបារម្ភអី អូនវីតាកំពុងតែមានទម្ងន់ពេលនេះអូនមានទម្ងន់4សប្តាហ៍ហើយបងសូមចូលរួមអបអរសាទរផងណាអូនអះលើកទៀតហើយអះពេទ្យអើយ ជាយោខ្ញុំមានកូនហើយអរគុណហើយប្រពន្ធសម្លាញ់បងសប្បាយចិត្តខ្លាំងណាស់ កូននេះជាកូនរបស់ខ្ញុំទេលោកគ្មានពាក្យប៉ុនទេថយចេញឲ្យឆ្ងាយទេ កូននេះជាកូនមាសកូនពីររបស់យើងណាប្រពន្ធសម្លាញ់បងនឹងថ្នាក់ថ្នមអូននឹងកូនឲ្យដូចជាកែភ្នែកទាំងគូរបស់បងអញ្ចឹងណាអីយ៉ាអាមួយមានចៅឲ្យអរហើយអរសប្បាយចិត្តខ្លាំងណាស់ផ្ទះរបស់យើងឡើងស៊ីងាត់ទៀតហើយតែអរមានរឿងទៅនិយាយជាមួយលឺណាកូនភាសាអរមិនចូលចិត្តទង្វើរបស់លឺទេលើរមមកែខ្លួនឲ្យអាកូនភាសា ចឹងខ្ញុំសូមលាសិនហើយលោកឈ្នះហើយលោកមេត្រីតែកុំធ្វើឲ្យនាងខូចចិត្តឲ្យសោះណាបើមិនអញ្ចឹងទេខ្ញុំនឹងមិនលើកលែងឲ្យលោកទេ បាទលោកពេទ្យសូមអញ្ជើញអូនសម្លាញ់បងដឹងខ្លួនហើយអូនលើកលែងទោសឲ្យបងម្ដងទៅណាបងព្រមទទួលកំហុសគ្រប់យ៉ាង ចាស់រឿងស្រីស្នេហ៍របស់លោកនោះយ៉ាងមិនដែរប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយមើលទៅនោះ បងបដាច់ចោលអស់ហើយអូននៅសល់តែមួយទេគឺអូននឹងហើយប្រពន្ធសម្លាញ់ កុំមកសម្ដីផ្អែមពេកនេះខ្ញុំនេះមិនចិត្តតន់ចេះសម្ដីប្រព្រានដូចជាលោកនោះទេ ពេលនេះបងខ្លាចជាសុភាពបដោះហើយអូន យល់ព្រមយើងត្រូវគ្នាវិញក៏បានដែរតែបើមានលើកទី2ទៀតខ្ញុំមិននិយាយច្រើននោះទេណា បាទអូន អញ្ចឹងបងត្រូវនាំអូនទៅញ៉ាំបង្កងយាកព្រោះអូនឃ្លានវិញនេះហើយក៏ឃ្លានខ្លាំងណាស់ដែរ បានតាប្រពន្ធសម្លាញ់បងព្រមគ្រប់យ៉ាងឲ្យតែអូនបានសប្បាយចិត្តមើលថែគ្នាទៅឲ្យបានល្អណាស់អាជីតូចកុំធ្វើឲ្យនាងខូចចិត្តទៀតអសោះណាបាទអាទាសូមកុំព្រួយចិត្តអីខ្ញុំមិនធ្វើឲ្យអាទាខកចិត្តម្ដងទៀតទេណាបាទ